ในខេត្តកំពង់ធំមានបើកយុទ្ធនាការប្រឆាំងព័ត៌មានคล้ายៗក្រោមពាក្យស្លោកនិយាយថាទេចំពោះព័ត៌មានคล้ายៗនៅព្រឹកថ្ងៃទី3ខែវិច្ឆិកាឆ្នាំ2025នៅសួនច្បារក្រុងសឹងសែនខេត្តកំពង់ធំបានរៀបចំជាផ្លូវការនៅពិធីបើកយុទ្ធនាការប្រឆាំងព័ត៌មានคล้ายៗក្រោមពាក្យស្លោកកម្មវិធីនេះមានការចូលរួមយ៉ាងសកម្មពីអាជ្ញាធរខេត្តមន្ត្រីរាជការកងកម្លាំងសន្តិសុខសិស្សនិស្សិតយុវជនកាកបាទក្រហមនិងសមាជិកសង្គមស៊ីវិលជាច្រើនគោលបំណងនៃយុទ្ធនាការនេះគឺដើម្បីលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋអំពីគ្រោះថ្នាក់នៃព័ត៌មានคล้ายៗដែលកំពុងរាលដាលតាមបណ្ដាញសង្គមព័ត៌មានមិនពិតអាចប៉ះពាល់ដល់សង្គមសន្តិសុខជាតិនិងអាចបណ្ដាលឲ្យមានការយល់ច្រឡំក្នុងសហគមន៍ក្នុងឱកាសនោះលោកអ៊ុនបុតតំណាងអាជ្ញាធរខេត្តកំពង់ធំបានអំពាវនាវឲ្យប្រជាពលរដ្ឋប្រើប្រាស់បណ្ដាញសង្គមដោយយកចិត្តទុកដាក់មិនជឿមិនចែករំលែកព័ត៌មានដែលមិនបានផ្ទៀងផ្ទាត់ប្រភពជាក់លាក់ពិសេសឲ្យយុវជនក្លាយជាអ្នកដឹកនាំផ្នែកការផ្សព្វផ្សាយព័ត៌មានបានត្រឹមត្រូវនិងការពារព័ត៌មានសុចរិតក្នុងសង្គម Digital ក្រៅពីពិធីបើកក៏មានការដើរដង្ហែផ្សព្វផ្សាយជាសាធារណៈដោយសិស្សនិស្សិតកាន់បដាស្លោកជាច្រើនដែលសរសេរថាប្រយ័ត្នព័ត៌មានคล้ายៗកុំជឿកុំចែករំលែកពិនិត្យប្រភពមុននឹងចែករំលែកនិយាយថាទេចំពោះព័ត៌មានคล้ายៗយុទ្ធនាការនេះត្រូវបានរំពឹងថានឹងជួយជំរុញឲ្យប្រជាពលរដ្ឋមានការយល់ដឹងច្បាស់ពីតម្លៃនៃព័ត៌មានពិតប្រាកដនិងចូលរួមចំណែករក្សាបរិយាកាសព័ត៌មានឲ្យសុចរិតបរិសុទ្ធនិងជាឧបករណ៍សំខាន់សម្រាប់ការអភិវឌ្ឍសង្គមប្រកបដោយសន្តិភាព